សួស្តីបងប្អូនទាំងអស់គ្នានេះគឺជារបៀបនៅក្នុងការបង្កើត channel នៅក្នុង channel មានន័យថា Gmail មួយហ្នឹងយើងមាន channel មួយហើយប៉ុន្តែយើងចង់ឲ្យបង្កើត channel មួយទៀតអញ្ចឹងអ្នកនរគ្នាចូលទៅកាន់ channel របស់យើងអាហ្នឹង channel ដែលយើងបានបង្កើតរួចហើយអ្នកនរគ្នាអញ្ចឹងយើងបង្កើតរួចហើយយើងកលេចមកខាងស្ដាំនេះយើងចុចពីលើរូប profile របស់យើងបន្ទាប់មកយើងចុចពីកន្លែងនេះ switch account នេះបន្ទាប់ពីចុចហើយយើង view all channel នៅពេលដែលយើង view all channel យើងឃើញពាក្យថា create channel អញ្ចឹងមកដល់ហើយហ្នឹងអ្នកនរគ្នាអាចបង្កើត channel បានហើយយើងចុចទៅយើងដាក់ឈ្មោះដាក់ handle របស់យើងទៅយើងដាក់ទៅឈ្មោះដាក់ profile ទៅហើយអញ្ចឹងយើងបាន channel 2នៅក្នុង email តែមួយអញ្ចឹងនៅក្នុង email តែមួយយើងអាចបង្កើតបានប្រហែលទេនេះ multi account ដែរអញ្ចឹងអ្នកនរគ្នាអាចសាកបង្កើតបានដែលអ្នកណាក្រ email អីយើងអាចបង្កើត channel 2 3នៅក្នុង email តែមួយ